របស់ IVC ជាធម្មតាគឺខ្ញុំដាក់ EU ម្ដង IVC អត់ IVC ហងៃទេហើយមុននឹង IVC គឺខ្ញុំត្រូវឲ្យវាអង្គុយស្ដាប់ឲ្យវាមានរបៀបសិនអញ្ចឹងណាមុននឹងឲ្យវាស៊ីទៅពេលវាមុននឹងពេលខ្ញុំដាក់ចំណីឲ្យពួកវាស៊ីហើយនេះគឺជាស្លឹកជាជ្រូកដែលខ្ញុំទិញយកមកឲ្យវាស៊ីគឺក្នុងគោលបំណងមួយគឺសម្អាតធ្មេញរបស់ពួកវាព្រោះខ្ញុំអត់បានដោះធ្មេញដកអីឲ្យពួកវាទេអញ្ចឹងគឺខ្ញុំមានតែវិធីហ្នឹងគឺដើម្បីជួយឲ្យធ្មេញក្អមហើយចាញអីហ្នឹងវាសម្អាតបានមួយចំនួនអញ្ចឹងណាហ្នឹងហើយមុននឹងឲ្យស៊ីនៅក្នុងហើយគឺវាaffect គឺវាត្រូវយកចិត្តទុកដាក់ត្រូវមានរបៀបសិនមុននឹងបានស៊ីអីមួយអញ្ចឹងណាហើយសម្រាប់លក្ខណៈនេះគឺខ្ញុំបើចង់បានអ្នកនរគ្នាទេអ្នកនរគ្នាចង់ដាក់ក៏ដាក់អ្នកគ្នាអត់ក៏អត់ហើយក៏ខ្ញុំអត់ recommend ឲ្យដែរគឺបើសិនមានបញ្ហាអីគឺអ្នកនរគ្នាទទួលខ្លួនឯងអញ្ចឹងណាអញ្ចឹងគឺយើងដាក់គឺយើងត្រូវដឹងមើលខ្លួនឯងឆែកមើលសាកសួរឬក៏អីតើវាសុវត្ថិភាពអត់សម្រាប់ឲ្យពួកវាស៊ីអញ្ចឹងណាហើយបើសិនបើអាចគឺអ្នកនរគ្នាអាចស្ងោរប៉ុន្តែស្ងោរក៏វាផុយខ្លាំងពេកអញ្ចឹងណាបើសិនបើយើងអាចយកទៅដាក់ក្នុង class C ក្នុងទូទឹកកកឲ្យវាកក24ម៉ោងទៅ48ម៉ោងទៅដើម្បីឲ្យវាងាប់បាក់តេរីឬក៏មេរោគអីមួយចំនួនអញ្ចឹងណាហើយចាំយកឲ្យវាស៊ីហើយគាត់ថាពួកវាអង្គៀមគឺខ្ញុំសង្កេតឃើញវាអត់មានបញ្ហាអីសម្រាប់ពួកវាអញ្ចឹងណាអាហ្នឹងសម្រាប់តែឆ្កែខ្ញុំផ្ទាល់ខ្លួនទេគឺខ្ញុំតាមដានខ្លួនឯងអញ្ចឹងណាចូលនៅឲ្យឃើញគឺវាអង្គៀមឆ្វេងវាអង្គៀមស្ដាំហើយនាំតែវាអស់អាហ្នឹងមួយហ្នឹងគឺវាអង្គៀមអង្គុយអង្គៀមឡើងចង់រឹងធ្គាមហ្នឹងអ្នកអាចឃើញគឺអញ្ចឹងវាជួយសម្អាតក្អមស្អាតចាញ់ធ្មេញសម្អាតធ្មេញដែលវាមានស្នំវាមានកំណកអីចឹងណាហើយរ៉ានីជាមួយដល់ OD ហើយនឹង Afix ស៊ីផ្សារ Afix អូរ៉ានីអង្គៀមអាកាំងក្រងវាអត់ដាច់អាកាំងក្រងនេះវាមានជាតិខ្លាញ់ជាមួយនឹងសាច់ហើយនឹងសារជាតិឆ្អឹងខ្ចីចឹងណាមើល Afix អង្គៀមឲ្យយកដៃទប់ទៀតអានេះចេះជាងឪម៉ែវាទៀតនេះគឺអង្គៀមនាំទៅអស់មកវាអង្គៀមនៅហ្នឹងឯឃើញអញ្ចឹងបើសិនមកមានស្លឹកជាតិក្រៀមបើសិនយើងហាឬក៏ធ្វើមិនឲ្យវាក្រៀមទៀតវាហិតកាន់តែល្អវាអត់ងាយវាខំបានអញ្ចឹងណាបើសិនមកនៅបរទេសវិញឃើញគេឲ្យស្លឹកជាតិទន្សាយហើយដាក់មកទាំងរោមទាំងអីឲ្យវាអញ្ចឹងណាប៉ុន្តែក៏យើងត្រូវពិនិត្យមើលផងដែរកុំឲ្យវាមានមេរោគឬក៏បាក់តេរីផ្សេងអញ្ចឹងនៅក្នុងហ្នឹងឃើញគឺគាត់ជា